ទឹមក្រហមគឺជាឈ្មោះប្រទាលមួយប្រភេទមានដើមជាស្លឹករាងដូចបំពង់ស្រួចចុងស្ថិតក្នុងគ្រួសារ Alliaceae ដូចគ្នានឹងខ្ទឹមបារាំងដែរតែខុសត្រង់រូបរាងទំហំនិងពណ៌សម្បុរនៃមើមតែប៉ុណ្ណោះហើយវាមានឈ្មោះជាភាសាអង់គ្លេសថា Red Onion ឬក៏ Purple Onionបើនិយាយពីដំណាំខ្ទឹមគឺមានច្រើនប្រភេទលោកអ្នកបានជ្រាបហើយថាខ្ទឹមគឺជារុក្ខជាតិប្រភេទស្មៅមានដើមជាស្លឹករាងដូចបំពង់ស្រួចចុងគេដាំដំណាំខ្ទឹមសម្រាប់យកស្លឹកឬមើមប្រើការក្នុងម្ហូបអាហារបានច្រើនយ៉ាងដំណាំខ្ទឹមនេះអាចដាំបាននៅលើដីច្រើនប្រភេទពិសេសដីល្បាយខ្សាច់និងនៅតំបន់ដែលមានអាកាសធាតុពី13ទៅ25អង្សាសេសម្រាប់ខ្ទឹមយកមើមខ្ទឹមក្រៅពីប្រើការសម្រាប់ម្ហូបអាហារបានច្រើនមុខប្រកបដោយរសឆ្ងាញ់ពិសាហើយគេនៅអាចយកខ្ទឹមនេះប្រើការជាឱសថសម្រាប់កែរោគបានច្រើនយ៉ាងផងដែរដោយហេតុថានាពេលនេះយើងចង់ដឹងពីទម្លាប់នៃការដាំដុះរបស់កសិករច័ន្ទរិទ្ធីស្ថិតនៅភូមិព្រែកតាឡៃឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលគាត់បានប្រាប់ពីការដាំខ្ទឹមនេះថាដំបូងឡើយយើងភ្ជួរដីហ្នឹងហាលវារយៈពេល5ថ្ងៃទៅ1អាទិត្យចា៎ហើយបានយើងប្រែម្សាទៀតយើងភ្ជួរដីម្សាទៀតភ្ជួរដីម្សាអញ្ចឹងយើងលើកបាក់ទៅដាក់ជីទៅហើយបានយើងចាប់ដើមដាំខ្ទឹមយើងយកមើលមកដាំពីដើមមួយទៅដើមមួយវារយៈពេលមកទឹកកន្លះទៅ2ទឹកមួយអា4ជ្រុងកម្ពស់រង3ទឹកទៅ4ទឹកទឹកយើងធ្វើ1ម៉ែត្រ2ទឹកយើងអាចដាំអីក្នុងហ្នឹងក៏បានទៀតដែរដាក់ខាងណាក្នុងហ្នឹងអត់ដឹងអីពិសេសណាស់មកនៅពេលដែលពូយកអាខ្ទឹមមើមខ្ទឹមទៅដាក់ហ្នឹងតើក្បាលវាយើងមានចិត្តទេឬមួយក៏យើងដាក់ហ្មងឆាត់ពេលតិចទៅឲ្យវាបែកវាមានមើមមួយខ្លះប៉ុនមេដៃហ្នឹងអាខ្លះតូចជាងយើងបែកបំបែកវាតាមហ្នឹងត្រង់ខ្ទឹមពូឃើញមានក្របច្បើងក្របអីchứបើយើងមិនបាច់ក្របមិនពូហ្នឹងយើងបកាលកុំឲ្យហាប់ដីភ្លៀងមកកុំឲ្យវាហាប់ដីហើយយើងចង់ដាំស្អីក្នុងហ្នឹងទៀតវាបានគ្រប់សពទាំងអស់បាទដាក់ច្បើងទៅវាហាប់ដីយើងបាចអីទៅវាល្មៀលក្របហ្នឹងចេញមកក្រៅបាទខ្ទឹមហ្នឹងគេអត់ជ្រុំគល់ទេវាព្រោះវាខ្លាចដាច់ឫសបដាលឲ្យទៅក្រហមទៅជាតកោទៅជាអីចឹងបាទគេអត់ឲ្យប៉ះពាល់បើស្មៅគេធ្វើដែរមានវិធីគេធ្វើថ្នមមិនឲ្យបាក់ដើមបាក់អីញ៉ៃញាប់ដើមអីហ្នឹងយើងពិនិត្យមើលវាពីបង្រេចឡើងបើមានសត្វចឹងយើងការពារថ្នាំលំឡើងទៀតយើងពិនិត្យមើលបើមានសត្វវារួមពីព្រឹកឬមួយពីអង្រែកពីណាខ្លាំងយើងទាញថ្នាំមកយកមកបាញ់រយៈពេល2ខែកន្លះបានដកមើលមួយបងប្អូនយើងគាត់និយាយថាកាលណាដីយើងដាំខ្ទឹមហើយអញ្ចឹងលើក្រោយឡើងយើងអាចដាំខ្ទឹមបានទៀតទេដាំបានទៀតទេដាំអត់បានខ្ទឹមដាក់លើខ្ទឹមអាសាទៅវាហិលដីដូចថាយើងដាក់ខ្ទឹមអញ្ចឹងយើងដាក់ខាណាឈើអញ្ចឹងដល់ពេលកាត់ខាណាឈើនឹងអស់យើងដាក់ខ្ទឹមអាសាទៀតបាទរយៈពេលបន្តិចអញ្ចឹងមកចង្ការហ្នឹងវាចូល60រងដាំស្មើនេះហ្មងមកម្ដងចប់ហ្មងបាទចាអរគុណចាចំពោះដំណាំខ្ទឹមនៅពេលដាំហើយត្រូវស្រោចទឹកបោចស្មៅនិងដាក់ជីដោយធ្វើឡើងពីរដំណាក់កាលទី1ត្រូវដាក់ជីទ្រាប់បាតមានដូចជាជីលាមកសត្វគោក្របីឬក៏ជីកំប៉ុងដំណាក់កាលទី2នៅពេលខ្ទឹមមានអាយុកាល30ថ្ងៃត្រូវយកជីលាមកគោក្របីឬជីកំប៉ុងរោយជុំវិញគល់ខ្ទឹមរួចជ្រោយត្រឡប់ឲ្យដីចូលសព្វសាច់ដីនិងគួរស្រោចទឹកឲ្យបានគ្រប់គ្រាន់និងទៀងទាត់ក្នុងដំណាក់កាលកំពុងលូតលាស់ហើយផ្អាកស្រោចទឹកនៅពេលដើមខ្ទឹមចាប់ផ្ដើមចាស់នេះសម្រាប់ខ្ទឹមយកមើម
ពួកគុណប្រយោជន៍ផ្នែកប្រើប្រាស់ខ្ទឹមគេអាចប្រើប្រាស់បានទាំងស្លឹកទាំងមើមសម្រាប់ផ្សំក្នុងម្ហូបអាហារបានច្រើនយ៉ាងនិងមានគុណសម្បត្តិជួយការពាររោគឆ្លងផ្សេងៗព្រមទាំងជួយកាត់បន្ថយជាតិកូលេស្តេរ៉ុលក្នុងឈាមគ្រប់គ្រងការឡើងឈាមនិងការពាររោគបេះដូងបានយ៉ាងគាប់ប្រសើរឆ្លងកាត់តាមការបកស្រាយមកនេះទាំងខ្ទឹមក្រហមក៏ដូចជាខ្ទឹមសគឺជាដំណាំបន្លែដែលមិនអាចខ្វះបានហើយម្យ៉ាងទៀតទាំងខ្ទឹមក្រហមនិងខ្ទឹមសក្រៅពីជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារហើយវានៅមានតួនាទីជាឱសថបុរាណបែបងាយៗដែលនៅជិតដៃមិនតែប៉ុណ្ណោះប្រសិនបើការដាំដុះរបស់យើងបានល្អហើយចំពេលដែលទីផ្សារកំពុងតែមានតម្រូវការខ្ពស់នោះវារឹងរិតធ្វើឲ្យកសិករយើងអាចរកប្រាក់ចំណូលពីដំណាំខ្ទឹមនេះបានមួយផ្នែកផងដែរ